នេះគឺជាវិធីសាស្ត្រមួយដ៏ល្អក្នុងពេលធ្វើសង្គ្រាមជនជាតិក្រិចបានធ្វើសេះឈើមួយដ៏ធំដើម្បីជូនទៅសត្រូវសេះឈើមើលទៅធម្មតាដូចគ្មានអ្វីចម្លែកតែវាคล้ายទៅជាអាវុធធ្វើឃាតដ៏គួរឲ្យខ្លាចអ្នកចម្បាំងរបស់ជនជាតិក្រិចជាច្រើនអ្នកត្រូវបានលាក់ខ្លួននៅខាងក្នុងសេះឈើនៅពេលដែលសេះឈើបានរមៀលកាត់ទ្វារកំផែងខាងសត្រូវបានស្រែកហូកញ្ជ្រៀវយ៉ាងខ្លាំងដោយសារតែពួកគេមិនដឹងទេថាគ្រោះថ្នាក់កំពុងតែលេចចេញនៅខាងក្នុងសេះឈើនោះហើយពួកគេទាំងអស់គ្នាបានគិតថាសង្គ្រាមមួយនេះគេអាចយកឈ្នះជនជាតិក្រិចបានយ៉ាងងាយស្រួលជនជាតិក្រិចបានឲ្យសេះឈើមួយដ៏ធំមកពួកគេមានន័យថាជនជាតិក្រិចបានបោះបង់សង្គ្រាមមួយនេះហើយប៉ុន្តែនៅពេលយប់ពេលដែលពួកគេកំពុងតែគេងលង់លក់ស្រួលអ ក្រិតជនជាច្រើនដែលលាក់ខ្លួននៅខាងក្នុងសេះឈើពួកគេចាប់ផ្ដើមចេញមកយ៉ាងស្ងៀមស្ងាត់និងបានបើកទ្វារកំផែងដើម្បីឲ្យគ្នារបស់គេសម្រុកចូលមកខាងក្នុងសង្គ្រាមមួយនេះធ្វើឲ្យជនជាតិក្រិចបានយកឈ្នះយ៉ាងងាយស្រួលនិងធ្វើឲ្យពួកគេបានសល់កងទ័ពជាច្រើនមើលទៅដូចជាកំសៀវតែធម្មតាប៉ុន្តែវាមានអាថ៌កំបាំងមួយនៅខាងក្នុងកំសៀវតែនេះគឺជាកំសៀវតែដែលអាចសម្លាប់មនុស្សបានយ៉ាងងាយស្រួលកំសៀវតែមានច្រកពីរនៅខាងក្នុងមួយគឺជាច្រកដែលពោពេញទៅដោយទឹកតែហើយមួយទៀតគឺពោពេញទៅដោយសារធាតុពុលប្រសិនបើអ្នកសង្កត់រន្ធក្នុងប្រឡោះជាតិពុលនោះការពារមិនឲ្យខ្យល់ចូលដើម្បីបញ្ឈប់ជាតិពុលមិនឲ្យហូរចេញទៅខាងក្រៅដូច្នេះវត្ថុដំបូងដែលហូរចេញមកគឺទឹកតែប្រសិនបើអ្នកសង្កត់រន្ធក្នុងចន្លោះតែវានឹងហូរជាតិពុលចេញមកហើយបើអ្នកមិនបានសង្កត់លើរន្ធទាំងពីរទេអ្វីដែលអ្នកចាក់ចេញមកគឺតែលាយជាមួយនឹងថ្នាំពុលដែលមើលទៅដូចជាកែវធម្មតាប៉ុន្តែមិនថាអ្នកដាក់រាវប៉ុណ្ណានោះទេកែវទឹកដែលដាក់ចូលទៅវានឹងហូរទឹកចេញភ្លាមពីព្រោះវាមានប្រឡោះដែលអាចហូរទឹកចេញដែលគេលាក់ទុកនៅខាងក្នុងកែវអង្គធាតុរាវដែលនៅខាងក្នុងកែវវាអាចហូរពីបាតរហូតដល់កំពូលត្រឡប់ទៅបាតកែវវិញនៅពេលដែលអ្នកទាំងអស់គ្នាបានចាក់បំពេញវាដោយទឹកសារធាតុរាវឡើងខ្ពស់វានឹងអាចហូរចូលទៅខាងក្នុងកែវបានកែវនេះអាចការពារបានយ៉ាងមានប្រសិទ្ធភាពអំពីជាតិពុលឃាតករមិនអាចសម្លាប់អ្នកបានទេនៅពេលដែលអ្នកមានកែវបែបនេះឧទាហរណ៍ថ្ងៃមួយយើងត្រូវបានគេវាយហើយធ្មេញដែលបានបាក់ធ្លាក់ចូលទៅខាងក្នុងពោះតើមានរឿងអ្វីកើតឡើងនៅពេលនោះធ្មេញដែលបានបាក់មុនដំបូងវាបានធ្លាក់ចូលក្នុងបំពង់អាហារទៅក្រពះរបស់យើងគ្រប់គ្នាមានជាតិអាស៊ីតខ្លាំងវាចាប់ផ្ដើមបំបែកផ្នែកទន់របស់ធ្មេញប៉ុន្តែដោយសារតែស្រទាប់ធ្មេញមានការរឹងមាំខ្លាំងពេកវាមិនអាចរំលាយបានដោយពេញលេញទេផ្នែកខ្លះនៃធ្មេញវាចាប់ផ្ដើមបាក់បន្តិចម្ដងធ្មេញដែលមិនទាន់បានរលាយវានឹងត្រូវបានអមដោយកាកសំណល់ដែលនៅខាងក្នុងខ្លួនរបស់យើងដែលត្រូវបានបញ្ចេញតាមបំពង់រំលាយអាហាររបស់យើងរាល់គ្នាបន្ទាប់មកបុរសម្នាក់នោះក៏បានសន្សំលុយជាច្រើនដើម្បីដាក់ធ្មេញមាសកុំឲ្យថ្ងៃក្រោយគេវាយបាក់ធ្មេញដូចជាថ្ងៃមុនទៀតដាក់ធ្មេញមាសមិនទាន់បានប្រមាណសប្តាហ៍ស្រួលបួលផងឥឡូវត្រូវបានគេវាយបាក់ធ្មេញនៅកន្លែងផ្សេងទៀតដូច្នេះគាត់ត្រូវប្រើពេលវេលាជាយូរដើម្បីដាក់ធ្មេញមាស